ជាបឋមសូមសួស្តីទៅកាន់លោកគ្រូក៏ដូចជាសួស្តីទៅកាន់មិត្តរួមថ្នាក់ទាំងអស់គ្នាផងដែរស្វាគមន៍មកកាន់ក្របបនដែលនឹងមាននិយាយបកស្រាយត្រួសអំពីអាសាយមិននៃមុខវិជ្ជា Linux Network Administration ដែលនឹងមាននិយាយរៀបរាប់អំពីតួនាទី server នីមួយៗក៏ដូចជា hub ជាមួយនឹង client ផងដែរអញ្ចឹងចំពោះ DHCP server ហ្នឹងវាផ្ដល់ឲ្យជាមួយនឹង IP address ជាដូចគ្នា subnet mask gateway ដល់ client ដោយស្វ័យប្រវត្តិហើយវាជួយឲ្យ client ហ្នឹងគឺមិនចាំបាច់កំណត់ជាមួយនឹង IP address ដោយដៃទេហើយចំពោះ DNS server វិញគឺវាមានតួនាទីក្នុងការបំលែងឈ្មោះដូចជា noton.com ឬក៏ university.com ទៅជា IP address ហើយពី IP address ហ្នឹងមកជាឈ្មោះដូចជា noton.com ឬក៏ university.com ដែលវាអនុញ្ញាតឲ្យ client ហ្នឹងអាចចូលក្នុង website តាមរយៈឈ្មោះដោយមិនចាំបាច់ប្រើប្រាស់ជាមួយនឹង IP address ចំពោះ FTP server វិញវាអនុញ្ញាតឲ្យ client ហ្នឹងផ្ញើ upload ឬក៏ source code ដោយប្រើជាមួយនឹង FTP protocol ដែលប្រើ account ចំនួន2ដើម្បី upload ប្លែកគ្នាសម្រាប់ web 2ខុសៗគ្នាចំណែកឯ web server វិញវារក្សានឹងការបង្ហាញនៅ source code website ដែល client បាន upload មកពី FTP ហើយវាអាចមាន visual host 2ដែលជាប់ជាមួយនឹង noton.com និង university.com ចំណែកឯ hub វិញវាធ្វើការ connect physical device ទាំងអស់ដូចជា server ជាមួយនឹង client ដើម្បីវាអាចទំនាក់ទំនងគ្នាទៅវិញទៅមកបានចំណែកឯ client វិញគឺវាទទួល IP ពី DHCP we upload code via FTP access web page via browser using DNS resolution NFS តើ NFS ហ្នឹងគឺជាអ្វី NFS ហ្នឹងមកពីពាក្យពេញថា Network File System ដែលគឺជាបច្ចេកវិទ្យាដែលវាអនុញ្ញាតឲ្យមួយម៉ាស៊ីន client ហ្នឹងអាច mount folder របស់ម៉ាស៊ីនផ្សេងទៀតឬក៏ server ផ្សេងទៀតដូចជា folder នៅក្នុង local file system របស់ខ្លួននៅក្នុងការ connect នេះគឺ FTP server ហ្នឹងទុកឯកសារ source code ហើយ web server ចូលទៅកាន់ folder តាមរយៈ NFS ដើម្បីបង្ហាញនៅគេហទំព័រចំណែកឯតួនាទី NFS ក្នុង assignment នេះគឺអ្នកប្រើ client ហ្នឹងអាច upload code ទៅ FTP server ហើយ web server មិនចាំបាច់ចម្លង file តែ mount folder នោះទៅ NFS គេហទំព័រ update ដោយស្វ័យប្រវត្តិ live update ដំណើរការ NFS គឺ step by step គឺ U2 server ហើយដំណើរការពីម៉ាស៊ីនគឺ FTP server ជា NFS server ចំណែកឯ web server គឺជា NFS client បាទឥឡូវហ្នឹងខ្ញុំចូលមកដល់តួនាទីរបស់ web server វិញម្ដងបាទតួនាទីរបស់ទី1គឺត្រូវមើលទៅលើ network ដែលយើងត្រូវតែប្រកាសថា network របស់យើងបាន set jailbreak ហើយនឹង tick នៅក្រោមវានេះដើម្បីអាចឲ្យយើង connect ទៅ server ផ្សេងទៀតដោយប្រើខ្សែ network បាទជំនាញបន្ទាប់យើងត្រូវ set IP របស់វាជា static ចូលទៅ IPv4 ហើយយើងជ្រើសរើសយកនៅ menu ដើម្បីអាចដាក់ IP ខ្លួនឯងបាននេះជា IP address របស់ខ្ញុំដែលខ្ញុំបានដាក់ហើយនឹងបង្កើត class ឲ្យវាបាទហើយមួយទៀតយើងកុំភ្លេចដាក់នៅ IP address របស់ DNS server របស់យើងបាទជំនាញបន្ទាប់ឥឡូវហ្នឹងយើងចូលមកដល់តួនាទីចម្បងដ៏សំខាន់របស់ web server វិញបាទតួនាទីរបស់ web server នៅកន្លែងនេះគឺមានតួនាទីសម្រាប់បង្កើត directory សម្រាប់ទុកនៅ file website បាទនៅក្នុងកន្លែងនេះនៅពេលដែលយើងបង្កើត directory សម្រាប់ដាក់ file website ហើយគឺយើងត្រូវតែបង្កើត config វាមួយនិយាយរួមទៅគឺយើងត្រូវរៀបចំឲ្យដំណើរការបែបម៉េចឲ្យវាអាចដំណើរការបានដែលវាកន្លែងហ្នឹងវាមានគ្រាន់តែមានតែសម្បកអីវាអាចដំណើរការបានអញ្ចឹងវាត្រូវការតា file ឬក៏ data ផ្សេងត្រូវការបញ្ចូលពី client តាមរយៈ FTP ចូលមកបាទនេះគឺជា directory ដែលខ្ញុំបានបង្កើតហើយគឺ noton.com ហើយនិង university.com នៅក្នុងកន្លែងនេះមូលហេតុដែលយើងដាក់នៅកន្លែង www នេះដោយសារតែនៅពេល
run website គឺម៉ាស៊ីនយើងនឹងចាប់នៅកន្លែង www នឹងហើយយើងអាចដាក់នៅក្នុង HTML បានទេដោយសារតែនៅពេលដែលយើង run អញ្ចឹងវាច្បាស់ជាចាប់តែក្នុង HTML មួយដែលនៅដំបូងគេទេអញ្ចឹងដោយសារតែវាជា multi website យើងត្រូវតែទុកកន្លែងហ្នឹងដើម្បីឲ្យវាចាប់យកទាំងអស់យើងអាច run បាននៅ website ទាំងអស់ហ្នឹងដោយការវាឈ្មោះរបស់ website ឬក៏ IP របស់វានៅត្រង់កន្លែងហ្នឹងដែរយើងមិនចាំបាច់ផ្ដល់ permission ឲ្យវាទេដោយសារតែយើងអត់មាន file នៅក្នុងហ្នឹងទេ permission អីទាំងអស់ហ្នឹងគឺ client ជាអ្នកផ្ដល់ឲ្យដែលប្រើ FTP ដើម្បី upload ចូលមកហ្នឹងបាទបន្ទាប់ពីបង្កើតនៅ directory សម្រាប់ដាក់ website ហើយគឺយើងត្រូវតែបង្កើត file មួយសម្រាប់ config website ទាំងពីរហ្នឹងដើម្បីអាចឲ្យដំណើរការបានដោយសារតែខ្ញុំបានបង្កើតរួចហើយខ្ញុំគ្រាន់តែ cd ចូលទៅមើលនៅ file config ទាំងអស់ហ្នឹងមកបាទនេះគឺជា file config ដែលខ្ញុំបានបង្កើតគឺ norton.com.config និង university.com.config ខ្ញុំបានបង្កើតនឹង config វារួចរាល់ហើយឥឡូវនេះខ្ញុំនឹង cat ចូលទៅឲ្យអ្នកទាំងអស់គ្នាមើលបាទនេះកន្លែងនេះយើងត្រូវតែអ្វីដែលសំខាន់បំផុតគឺ server name គឺត្រូវតែដាក់ឲ្យចំឈ្មោះ directory របស់ website របស់យើងហើយនឹង document root ក៏ដូចគ្នាត្រូវដាក់ឲ្យចំទីតាំងដែលយើងបានដាក់នៅក្នុងdirectory របស់យើងឲ្យត្រូវខាងក្រោមនេះក៏ដូចគ្នាចំពោះ university.com.config នេះក៏ដូចគ្នាដែរបាទយើងត្រូវតែប្រកាសដូចគ្នាថាកន្លែង server name ហ្នឹងគឺត្រូវតែដាក់ឈ្មោះនៅ directory របស់ website របស់យើងហើយ document root ហើយនឹង directory របស់យើងគឺត្រូវតែដាក់ឲ្យត្រូវនៅកន្លែងដែលយើងបានដាក់នឹងឈ្មោះ directory របស់ website យើងឲ្យត្រូវបាទបន្ទាប់ពីបង្កើត file config រួចហើយយើងចូលទៅដល់ការបង្កើត host IP address មួយសម្រាប់ client ដើម្បីចូលប្រើ web server ខ្ញុំបានបង្កើតរួចហើយអញ្ចឹងខ្ញុំគ្រាន់តែ cat ចូលទៅមើលបាទនេះគឺជា IP address សម្រាប់ client បាទចំពោះរឿងបន្ទាប់ពីយើងធ្វើឲ្យអស់ហើយគឺត្រូវការ enable website ទាំងអស់ហ្នឹងដើម្បីអាចឲ្យដំណើរការបានមុនដំបូងនេះយើងត្រូវ enable website norton.com សិនមកបាទឥឡូវនេះយើងឃើញថា norton.com នេះគឺបាន enable រួចហើយចំពោះ university.com ក៏ខ្ញុំបាន enable រួចដែរបាទ step បន្ទាប់គឺយើងត្រូវតែ restart Apache 2 របស់យើងបាទឥឡូវនេះការងាររបស់យើងបានចប់រួចរាល់ហើយគឺយើងនៅរងចាំតែ FTP ដើម្បី connect ចូលមកដោយប្រើដោយ client ហ្នឹង app website ចូលមកគឺយើងអាចដំណើរការទាំងស្រុងដោយអាចបើកនៅលើ browser របស់យើងបានបាទសូមអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានចូលរួមស្ដាប់ចំណុចនេះគឺយើងនឹងធ្វើពី DNS server យើងចូល login ទាំងអស់គ្នាមកអូខេ
ប់អាប់វាមានបញ្ហាអីចុច next សិនចុច skip អូខេយើងចូលកន្លែង terminal យើងវាយថា sudo apt sudo apt update សិនអូខេយើង update វាសិនមកតោះមកយើងវាយ password មកអូខេវាកំពុងតែ update ហើយអូខេយើងបាន apt update វាហើយរួចហើយតោះមកគឺយើងត្រូវ sudo upgrade មួយតង់ទៀតយើងរងចាំវាបន្តិចសិនដោយសារវារៀងយូរដែរ upgrade ហ្នឹងតោះមកយើង clear វាចោលទៅយើង sudo apt install install binance.y អូខេវាកំពុងតែ install ហើយយើងបាន install ហើយជាបន្ទាប់នោះគឺយើង sudo nano យើងចូលទៅកែ file យើងចូលកែ file bin ហ្នឹងname config localអូខេកែវាសិនមកកន្លែងនេះគឺយើងដាក់ zone វាសេមក zone norton.com ហើយ type master file etc/bany db norton.com zone university.comវាស្តៀងតែ zone ខាងលើដែរទេយើង save វាមក sudo nanoអាឡៃនេះគឺយើង sudo cp វាសិនបាទហើយ etc bin db local etc bin ទៀតមក db norton.com clear សិនមកយើង sudo apt install
binary ពាក្យវែងដែរយើងទៅសេមកសេតាមនឹងមក .by មកអូខេវាកំពុងតែ install វា install រយៈពេលខ្លីដែរទេកន្លែងនេះ clear វាទៀតមកយើង sudo nano ចូល etc យើង nathan.com យើងសរសេរបន្ថែមមក FTP server NA IP address យើង 192.168.120.20 ហ្នឹង web server យើង IP address 192.168.140 DHCP server ហ្នឹង 192.168.130.30 ហ្នឹង DNS server 192.168.100.10 យើង control X y enter សិនមិញយើង sudo nano វាមក university សាថ្មីហ្នឹងយើងលុបវាចេញសិនមកបាទកន្លែងនេះយើងកែដាក់ adminuniversity.com ហើយ FTP server យើងដាក់ IP address មិញហ្នឹង 192.168.120.100.20 web server យើង 192.168.100.40 DHCP server 192.168.100.30 ហើយ DNS យើងក៏ដូចគ្នាដែរ.100.10 យើង Ctrl X Y enter យើង sudo nano វាមកទៀតមកហើយនេះយើងត្រូវកែវាដាក់ 192.168.100.10
100 helix 10 ហើយ name server 127.0.0.53 យើង Ctrl X Y Enter sudo name មក check config name check zone norton.com /etc/bin/db .norton.com អូខេហើយនេះ university.com យើងកែដាក់ university.com ដែរមកបាទវាក៏អូខេដូចគ្នា sudo nano systemctl យើង restart មក bin 9 sudo systemctl starter យើងបើក starter វាមើលឃើញថាវាត្រឹមត្រូវហើយវា active ហើយចែកមើល IP វាសិនមើល IPA ហ្នឹង IP វាគឺ 192.168.132.135 យើងចាំមើល IP ក្នុង IP4 មើល menu យើងកំណត់វា gateway យើងបាទ apply វាមក IPA យើងបាទវាមកហើយ sudo systemctl starter bin 9 អូខេវា running active running ហើយវាត្រឹមត្រូវហើយវា look up វាមក active server ដល់ឡើយនេះគឺយើងចុច dig វាមកគេយើង dig វាមើលតោះមកយើង dig IP មួយទៀត university.com អូខេ ជ្រាបសួរលោកគ្រូនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការ configure DHCP server ជាដំបូងយើងធ្វើការចូលក្នុង DHCP server របស់យើងក្រោយពីពេលយើងចូលក្នុង VM របស់យើងហើយយើងនឹងចូលទៅក្នុង terminal នៅក្នុង terminal ជំហានដំបូងយើងនឹងធ្វើការ updateបន្ទាប់ពី update ហើយយើងនឹងធ្វើការ install នៅ DHCP server របស់យើង អ
ក្រោយពី install បានហើយយើងចូលក្នុង file main file របស់ DHCP server ហើយនៅក្នុងហ្នឹងយើងធ្វើការសរសេរបញ្ចូលថែមនិងកំណត់នៅ domain name របស់យើង IP របស់ server ហើយយើងបើកline code មួយចំនួនបន្ទាប់មកយើងសេបញ្ចូលនៅ subnet mask IP range របស់ IP ក្រោយពីសរសេរបញ្ចូលហើយយើងធ្វើការ save file របស់យើងបន្ទាប់មកយើងចូលក្នុង file interface ដើម្បីធ្វើការផ្លាស់ប្ដូរនៅ interface name ចាំដល់ហើយយើងសរសេរ interface name របស់យើងនៅកន្លែង interface SV4 តមកយើងធ្វើការ save file របស់យើងហើយយើងនឹងចាប់ផ្ដើម enable DHCP របស់យើងឲ្យអាចដំណើរការតមកយើងធ្វើការ start DHCP server របស់យើងហើយយើងអាច check ថា DHCP server របស់យើងrun ឬក៏អត់ហើយយើងឃើញថា DHCP របស់យើងគឺ run ហើយជំហានបន្ទាប់យើងទៅ check មើល IP address របស់យើងដោយចូលទៅក្នុង setting តមកយើងចូលទៅ IPv4 ហើយយើង set ទៅ manual ហើយយើងធ្វើការ set IP address របស់យើងតាម range ដែលយើងកំណត់ហើយយើង apply វាក្រោយពី apply ហើយយើងបានធ្វើការ configure DHCP server រួចហើយឥឡូវនេះយើងធ្វើការបង្កើតជាមួយនឹង FTP server ឥឡូវយើងធ្វើការចុចជាមួយនឹងវាយជាមួយ password ចូលអូខេចឹងឥឡូវយើងចូលទៅកាន់ terminal ចូលទៅកាន់ terminal ហើយយើងត្រូវការ update វា sudo apt update ហើយយើងវាយ password មកអូខេ enter អូខេឥឡូវវានេះហើយយើងធ្វើការ install ជាមួយនឹង server យើងអូខេសូមរំចាំតិចបាទអូខេឥឡូវយើងហើយយើងធ្វើការបង្កើតជាមួយនឹង user ឈ្មោះថាសុជាតិគេដាក់ថាយើងមានរួចរាល់ហើយយើងធ្វើការ
កើតមួយទៀតឥឡូវយើងបង្កើតជាមួយនឹង folder អូខេយើងបង្កើត folder មកដាក់ home កន្លែងសរជាតិក្នុង website class.norton.com អូខេ enter មកយើងបង្កើតមួយទៀត folder មួយទៀតមកអូខេ .p at home and direct / website at university.com អូខេ enter មកអូខេចាឥឡូវយើងធ្វើការផ្លាស់ប្ដូរជាមួយនឹង folder យើងអូខេ move folder យើងទៅកាន់សរជាតិ home and សរជាតិនិង website enter យើង sudo direct indirect at home / direct អូខេ website enter អូខេចឹងបន្តមកទៀតយើងធ្វើការបើកជាមួយនឹងឯកសាររបស់យើង config ដើម្បីធ្វើការកែសម្រួលនៅក្នុងហ្នឹងនេះឥឡូវយើងធ្វើការអូខេមើលនៅត្រង់ចំណុចអស់នេះយើងនេះមើលត្រង់ចំណុចនេះគឺអត់អីទេអូខេជាតិ website អូខេត្រង់ហ្នឹងមានអីយើងត្រូវកែទេយើងអត់ទៅក្រោមទៀតយើងឃើញពាក្យនេះ local នេះមក enter មកនេះយើងមកមើលកន្លែងនេះកន្លែង user ហើយជាមួយនឹង local អូខេចឹងយើងអត់មានអីត្រូវកែទេបន្តមកទៀតយើងធ្វើការចុចជាមួយនឹង sudo systemctl restart យើងធ្វើការ restart វាអូខេទៅទៀត sudo systemctl status យើងធ្វើការចាប់ផ្ដើមដំណើរការវាអូខេយើងធ្វើការអញ្ចឹងទៅយើងឃើញថាវាកំពុងតែ running វា active ហើយវាដំណើរការហើយអូខេអញ្ចឹងយើង clear អស់សិនមកតទៅទៀតយើងត្រូវការមើល file បើក file របស់យើងមើលថាវាមានអីអត់អញ្ចឹងណានេះអូខេយើងឥឡូវឃើញហើយនេះយើងមានឃើញ folder ក៏ដូចជា IP address របស់យើងគឺនេះ Norton នេះគេយក University ហ្នឹងអូខេចាំបន្តមកទៀតយើងធ្វើការ export ជាមួយនឹង folder យើងធ្វើការ restart ម្ដងទៀតទៅវិញ restart ហើយយើងចុច starter ដើម្បីដំណើរការអូខេវា
enable ហើយវា active ហើយឡើយយើងធ្វើការភ្ជាប់ជាមួយនឹងដែលជាមាន IP ដូចជា192 168 100 ហើយនឹង20 អូខេ enter វាឈ្មោះមកជាមួយនឹង password enter អូខេហើយយើងបញ្ជាអូខេនេះ file ហើយយើងចូលទៅកាន់ norton.com អូខេយើងបញ្ជាឃើញថាអូចឹងនៅ FTP របស់យើងទទួលបានជោគជ័យហើយអូខេចឹងបន្ទាប់ពីនេះមកយើងធ្វើការជាមួយនឹង configure ហើយយើងធ្វើការ download ត្រូវការជាមាន hub មួយដើម្បី download ភ្ជាប់ connect គ្នាទៅវិញទៅមកយើងធ្វើការ download ជាមួយនឹងខ្សែ network ហើយវាធ្វើការ load ភ្លើងហើយវាបញ្ជាក់ថាយើងបាន connect ឬក៏អត់ កន្លែង control panel ដើម្បីមើល internet របស់យើងដើម្បីឲ្យវាត្រូវ rank ជាមួយគ្នាហើយទៅពេលយើងធ្វើ break ទៅវាស្គាល់គ្នាដូចក្នុង FTP server នេះ host machine យើងប្រើ IP rank 100យើងប្រើ IP 114ហើយនៅលើ VMware យើងប្រើកន្លែង virtual network adapter នេះ break យើងត្រូវ point វាទៅ internet របស់យើងដែរយើងត្រូវ point វាឲ្យអាចត្រូវ internet របស់យើងដែលយើង assign មកបើសិនជា auto ជួនកាលវាអាចទៅចាប់ជាមួយនឹង network adapter ផ្សេងហ្នឹងណានៅពេលហើយយើង select OK មកអញ្ចឹងគ្រប់វាមកអស់យើងប្រើ connect វាជាមួយនឹង bridge នេះ bridge នេះអញ្ចឹងVM យើងអាចមាន connection ជាមួយនឹងខ្សែ network ដែលយើងដោតចូលជាមួយ hub ហ្នឹងហើយដើរតាម Ethernet adapter ហ្នឹងហើយមួយទៀតសម្រាប់ server ទាំងអស់យើងអាច assign IP មកតាមមុខងាររបស់វាតាម IP ដែលយើង assign វាដូចនេះ FTP server យើង assign IP ឲ្យវាដាក់120នេះយើងប្រើ manual យើងដាក់ address 120 subnet mask /84 ហើយនឹង DNS នេះគឺ IP DNS server របស់យើងហើយយើង apply មកអញ្ចឹងយើងអាច ping ស្គាល់គ្នាទាំង host ទាំង FTP server យើងអាចស្គាល់គ្នាមិញ host យើងគឺ 100.4 បើសិនជាអត់ស្គាល់វាអាចកាត់ទៅនឹង firewall តែនេះវាស្គាល់អញ្ចឹងមានន័យថា VM របស់យើងហើយនឹង host របស់យើងស្គាល់គ្នាហើយអញ្ចឹងមានន័យថា port network របស់យើងមួយនេះគឺអាចប្រើប្រាស់ដើម្បី connect ទៅ port connect ទៅជាមួយ hub ជាមួយនឹង computer គេផ្សេងបាននៅ network នេះយើង computer នេះគឺជា computer client ហើយវាអត់ទាន់បាន connect ជាមួយ network ទេហើយអញ្ចឹងវាអត់ទាន់មាន IP ឯដែរអញ្ចឹងនៅពេលដែលយើង connect មក connect network computer ហ្នឹងនឹងចាប់បាន IP ដែលទទួលបានពី DHCP server 1 2 3 អូខេនេះគឺជា IP ដែលវាទទួលបានពី DHCP server 192.168.100.207 ហើយទទួលបាន DNS គឺ 100.10 ចឹងយើងចង់ដឹងថាវាមាន connection ជាមួយនឹង server ផ្សេងអត់យើងអាចវាយយើងអាចធ្វើ command ping ហើយយើងចង់ ping ទៅ FTP server បាទស្គាល់គ្នាអូខេមួយទៀត ping ទៅណាទៀត web server ក៏ស្គាល់ដែរអូខេចឹងវាស្គាល់អស់ហើយយើងទៅមើលទៅលើ website វាដាក់អូខេនេះដែរហើយដោយសារ website យើងអត់ទាន់បានupdate ថ្មីអូខេ university.com ក៏ដែរអូខេតែប៉ុណ្ណេះ website យើងទៅពីគឺរួចរាល់ហើយ
ហើយមួយទៀតតកតងទៅនឹងFTP យើងចង់ឲ្យ user upload file ទៅ FTP server យើងអាច connect តាមរយៈ Fazilla ហើយយើងវាយ FTP server.norton.com username ok នេះគឺជា folder សម្រាប់ user សុជាតិហើយនេះ folder ដែលគាត់ដែលត្រូវធ្វើការ upload ដើម្បី update website របស់គាត់បើសិនជាគាត់ចង់update website គាត់គ្រាន់តែបដូរ content នៅក្នុង folder ហ្នឹងទៅ web server វានឹង auto synchronize ហើយយើងនឹងអាចបើក website ថ្មីបានហើយ 1 2 3 អូខេអញ្ចឹងយើងត្រូវលុប content នៅខាងក្នុងជាងអស់អូខេបន្តមកយើង upload content ផ្សេងចូលយើងមាន template website មួយសម្រាប់តេស្តយើង copy ហើយយើងផាសនៅក្នុង directory ហ្នឹងមកគេយើង copy វាហើយយើង drag and drop វាចូលមកអូខេនៅពេលដែលយើង drag and drop finish ហើយយើងត្រូវឲ្យ permission ដើម្បីឲ្យ web server អាច read ចេញពី folder នឹងបាននៅពេលដែល synchronize មកនៅក្នុងនេះយើងឲ្យ permission វា owner គឺ read group read ហើយអ្នកផ្សេងអាច execute បានអាច read បាន public edit បានយើងឲ្យ permission ទាំងនៅខាងលើហើយនៅខាងក្នុងទាំង file ក្នុងទៀតអូខេអញ្ចឹងយើងមើលខាងក្នុង permission យើងអាច read បានហើយអូខេអញ្ចឹងយើងទៅមើល test ទៅមើលទៅលើ website របស់យើងថាវា update ឬនៅអូខេនេះ website ថ្មីយើងដើរដោយសារនេះវានៅលើ web server ចុងក្រោយវាអត់ស្គាល់ជាមួយនឹង content ដែលយើង upload មកប៉ុន្តែ content ថ្មីគឺវាបដូរហើយវាបានបដូរហើយ